មួយតើរដូវនៅប្រទេសកម្ពុជាបែងចែកជាប៉ុន្មានអ្វីខ្លះចាប់ពីខែណាដល់ខែណារដូវនៅប្រទេសកម្ពុជាបែងចែកជាពីរធំគឺរដូវវស្សានិងរដូវប្រាំង1រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា2រដូវប្រាំងបែងចែកជារដូវតូចពីរទៀតគឺរដូវរងាចាប់ពីខែវិច្ឆិកាដល់ខែមករារដូវក្តៅចាប់ពីខែកុម្ភៈដល់ខែមេសា 2. ចូលរៀបរាប់អំពីពណ៌ប្រចាំថ្ងៃនីមួយៗខាងក្រោមនេះជាពណ៌ដែលតំណាងឲ្យថ្ងៃនីមួយៗថ្ងៃអាទិត្យតំណាងឲ្យពណ៌ក្រហមថ្ងៃច័ន្ទតំណាងឲ្យពណ៌លឿងទុំថ្ងៃអង្គារតំណាងឲ្យពណ៌ស្វាយថ្ងៃពុធតំណាងឲ្យពណ៌ស៊ីលាបថ្ងៃព្រហស្បតិ៍តំណាងឲ្យពណ៌បៃតងថ្ងៃศุក្រតំណាងឲ្យពណ៌ខៀវថ្ងៃសៅរ៍តំណាងឲ្យពណ៌ប្រេងទុំ 3. ភូមិសាស្ត្រនៃប្រទេសកម្ពុជាកម្ពុជាមានផ្ទៃដីសរុប 181,035 គីឡូម៉ែត្រការ៉េដោយមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងដូចជាខាងជើងនិងខាងលិចជាប់ប្រទេសថៃខាងជើងជាប់ប្រទេសឡាវខាងកើតនិងត្បូងជាប់ប្រទេសវៀតណាមខាងត្បូងនិងនិរតីជាប់ឈូងសមុទ្រថៃមានឆ្នេរសមុទ្រប្រវែង443 គីឡូម៉ែត្រលក្ខណៈពិសេសកម្ពុជាមានបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍គឺបឹងទន្លេសាបនិងមានទន្លេមេគង្គហូរកាត់ពីជើងទៅត្បូងដែលជាប្រភពទឹកនិងមច្ឆជាតិដ៏សំខាន់សម្រាប់ជីវភាពប្រជាជន